ការចាក់ចេញពី comfort zone ពីតំបន់ដែលយើងធ្លាប់តែនៅសុខស្រួលពីតំបន់ដែលយើងធ្លាប់តែមានសុវត្ថិភាពដែលយើងមានអារម្មណ៍ថា comfortable នៅពេលដែលយើងចេញណាខ្ញុំជឿថានរណាម្នាក់ក៏អត់ចង់ចេញពី comfort zone របស់ខ្លួនឯងដែរតែអ្នកនរគ្នាត្រូវចាំថានៅពេលដែលយើងចេញពី comfort zone ណាយើងទទួលបានមេរៀនជាច្រើនយើងទទួលបាននៅចំណេះដឹងថ្មីៗជាច្រើនដែលយើងអត់ធ្លាប់រៀនអត់ធ្លាប់ទទួលបានពីមុនមកបើទោះបីជាពេលខ្លះយើងមានអារម្មណ៍ថាវាបថុយឬក៏វាឆាឡេងខ្លួនឯងប៉ុន្តែអ្នកទាំងអស់គ្នាជឿខ្ញុំបើយើងអត់ចាក់ចេញពី comfort zone នោះទេបានដូចយើងចាក់សោខ្លួនឯងទុកនៅមួយកន្លែងយើងអត់បានចេញទៅមើលពិភពលោកនៅខាងក្រៅយើងអត់បានជួបមនុស្សថ្មីអត់បានទទួលបានបទពិសោធន៍ថ្មីថែមទាំងអត់បានធ្វើឲ្យខ្លួនឯងមានការរីកចម្រើនផងដែរតែវាគួរទៅដល់ពេលហើយត្រូវអត់ដែលយើងចាក់ចេញពី comfort zone របស់ខ្លួនឯងហើយដើរឆ្ពោះទៅរកអីសម័យរបស់ខ្លួនឯងជួបមនុស្សថ្មីរៀនមេរៀនថ្មីនិងរៀនពីមនុស្សនៅជុំវិញខ្លួនយើងសាកសិនទៅមើលបើសិនជាមានអីផ្លាស់ប្ដូរកុំភ្លេចប្រាប់ខ្ញុំផងបាយ